អាហារដ្ឋានថោកដែលមិនរើខ្ញុំប្រថុយប្រថានរកលុយលំបាកឯងថាតិចទៀតឯងចង់លក់ក៏លក់មិនលក់ក៏ទៅក្រោយថ្ងៃនេះ10 បាតខ្ញុំនៅគិតមើលចេញទៅមួយក្បាល15 បាតឯងទៅប្លន់គេវិញទៅមន់ខ្ញុំទាំងធាត់ទាំងរឹងមាំមួយក្បាលយ៉ាងតិច80ហើយឡាវលីវឯងនៅមិនទាន់ភ្ញាក់ពីសបន្ទេនេះហៅថាសៀនបៀវស្លាប់ថ្ងៃនេះមិនស្លាប់ថ្ងៃស្អែកក៏ស្លាប់ស៊ីឃ្លីឯងនឹងក្លាយជាទីបញ្ចុះសពខ្ញុំទុកឲ្យវាងាប់អស់ក៏មិនថោកឯងឆ្លៀតឱកាសនេះដែរហាងសុទ្ធមានចិត្តក្លាហានខ្ញុំចាំមើលមន់ឯងក្លាយជាសាច់ស្អុយចាំមកចរចាតម្លៃជីក្រណ្ដៅវិញប៉ាឯងវង្វេងហើយយំអីអត់សៀនផាងប៉ានៅដោះស្រាយមន់ប៉ុន្មានក្បាលនេះមិនរួចទេស៊ិនលីនឲ្យចំណីបានប៉ាក៏ឲ្យបានដែរគាត់នឹកឃើញអ្វីមួយក៏ទាញកូនរត់ចេញទៅទីរួមខេត្តទិញថ្នាំបង្កាត់អូយ1 ម៉ោងក្រោយឡាវប៉ាឡាបើករថយន្ត3កង់ចាស់របស់គាត់រថយន្តខ្លាំងជួចពីសំណល់ថ្នាំគាត់ធ្វើតាមខ្ញុំចាក់សំណល់ថ្នាំចូលក្នុងចំណីស៊ីនេះមិនមែនជាអ្វីដែលឯងចង់ស៊ីទេប៉ាវាមិនត្រឹមត្រូវទេមិនស៊ីសំណល់ថ្នាំនេះក្លិនខុសពីស៊ិនលីនខុសអីមិនមែនដើមតាំងគួយប៉ាឡាមិនជឿយកដីថ្នាំលីជាមួយពោតគាត់ចាប់មន់មួយក្បាលហើយចាក់ចំណីចូលមាត់មន់នោះស៊ូយ៉ាងខ្លាំងវារឹងស្លាប់ភ្លាមកូនឡាវប៉ាឡាមើលមន់មកពេញដីមុខស្លេកដូចខ្មោចថ្ងៃទី3ឡាវប៉ាឡាទ្រាំមិនបានគាត់រកលេខទូរស័ព្ទលោកឈៀនប៉ាឯងពិតជាចង់ទួចច្បាស់ជាសើចចំអកយើងអូយមិនទូរស័ព្ទទេតែចាំមើលមន់ទាំងនេះខ្លាចជាមន់ងាប់អស់ទេលោកហេងខ្ញុំនឹងហើយឡាវយូអូមិនក៏មានពេលទូរស័ព្ទមកមន់មាសរបស់អ្នកលក់អស់ហើយលោកហេងកុំលេងសាច់អីខ្ញុំលេងសាច់ខ្ញុំគ្រាន់មន់ឯងធំក្លិនស្អុយណាស់គេហ៊ាននឹងទៅប្តឹងអាជ្ញាធរខ្ញុំគេនិយាយលោកធានពីមុនខ្ញុំខុសហើយខ្ញុំមើលមនុស្សមិនឃើញទេមួយក្បាល1500ដល់ឥឡូវនេះយកទៅទាំងអស់ខ្ញុំឲ្យអ្នកទុកថាជាមិត្តនឹង15ឡាវយូអ្នកក្តៅខ្លួនឈួតឥឡូវមន់អ្នកឲ្យខ្ញុំដោយឥតគិតថ្លៃខ្ញុំក៏មិនយល់ដែរលោកថៅកែឈៀននេះមានន័យយ៉ាងម៉េចខ្ញុំបានសួរពេទ្យសិនហើយរបស់អ្នកវាស៊ីកំតិចដំបែដែលមានប្រូបាយរពះពោះវៀនវាខូចឥឡូវបដូរឲ្យវាស៊ីស្រូវគ្រើមួយក្បាលស្នៅសក៏មិនស្លាប់តែសាច់មន់វាជូរអ្នកណាហ៊ានយកឥឡូវមិនមែនអ្នកលក់មន់តែអ្នកត្រូវអង្វរខ្ញុំជួយដោះស្រាយថ្លៃដោះស្រាយមួយក្បាល$5 5000ក្បាលឲ្យលុយខ្ញុំយកទៅដកុំឲ្យអ្នកជាប់គិតមើលទៅចប់ហើយអ្វីចប់ពីថ្ងៃក្រោយសំឡេងមន់ស្រែកក្នុងទ្រុងក៏ស្ងាត់មិនមែនវាធូរស្រាលតែវាគ្មានកម្លាំងស្រែកទៀតមន់5000ក្បាលស្លាប់ចិត្ត1000នៅសក៏ទុនខ្សោយទាំងអស់ស្គុំនៅតែឆ្អឹងដោយគ្មានជំរឿគាត់ត្រូវបើកទ្រុងមន់ម្ដងទៀតទុកឲ្យមន់ដែលនៅសហើយរត់ទៅចំការអង្គុយរបស់លោកលីឃើញក៏ប្រញាប់រត់មករកខ្ញុំថៅកែឡាវតាក់ឡើងគាត់ដេញមន់មកវិញហើយមកទាំងអស់ឲ្យគាត់ដេញមកថៅកែបើកទ្វាររបងថ្មីរបស់យើងឲ្យពូវីចូលលោកលីភ្ញាក់ផ្អើលតែគាត់ធ្វើតាមហ្វូមន់ឈួតត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះមន់ដែលចិត្តស្លាប់ទាំងនោះស្រាប់តែមានកម្លាំងវិញដូចអាប់រ៉ូសៀលនេះឡាវតាក់ឡើងមកដល់មានរឿងហើយមានលោកសិនអ្នកមានគុណធំសូមមេត្តាសង្គ្រោះខ្ញុំផងពូលីធ្វើអីអញធ្វើអីឲ្យខ្ញុំអាម៉ាស់មុខអញ្ចឹងលោកសិនយើងខុសហើយលោកមានចិត្តធំទូលយករឿងយើងមកដាក់ក្នុងចិត្តខ្ញុំមិនមែនជាមនុស្សទេខ្ញុំមិនគួរចង់បានប្រយោជន៍មិនគួរបំផ្លាញសំណាបរបស់លោកឥឡូវនិយាយហើយមានប្រយោជន៍អីមានប្រយោជន៍លោកសិនទិញមន់ខ្ញុំទៅសូមអង្វរលោកមន់ឯងមិនមែនកំពុងស៊ីស្រូវក្នុងចំការខ្ញុំទេហេតុអីខ្ញុំត្រូវទិញវាចេញពីចំការលោកមិនរស់ទេមិនស៊ីពោតទេស៊ីអីសោះបើដាក់វិញវាស្លាប់អស់ហើយវាពាក់ព័ន្ធអីនឹងខ្ញុំមុនមិនមែនលោកថាមន់ចង់រត់ទៅណារត់ទៅលោកសិនអាណិតខ្ញុំផងឲ្យផ្លូវរស់ខ្ញុំប៉ុន្មានក៏បានដែរឲ្យតែលោកយកពូលីវយើងទាំងពីរជាអ្នកជំនួសត្រូវគិតថ្លៃពីមុនពូបំផ្លាញសំណាប់ខូចខាតផ្ទាល់60000លុយនេះពូទទួលស្គាល់ចាំពូមកអាស្រ័យប្អូនខ្ញុំស៊ីផឹកជាងពីឆ្នាំបងរុំខ្ញុំមិនថ្លៃដើម20000លុយនេះពូទទួលស្គាល់ទេខ្ញុំទទួលស្គាល់ហើយមន់ទាំងនេះនៅក្នុងចំការខ្ញុំស៊ីលីមកវាបំផ្លាញដីខ្ញុំតាមច្បាប់ខ្ញុំគួរឲ្យថ្លៃឆ្នៃវាក៏ស៊ីរបស់ខ្ញុំដង្កូវដែលខ្ញុំតាក់ជន់ខូចស្លឹកឈើខ្ញុំគុណប់ការៈស្កាននេះរាប់ស្មើគ្នាទៅម៉េចអញ្ចឹងមកនិយាយតម្លៃមន់ទាំងនេះវិញខ្ញុំលើកកម្រាមដៃមួយ10រៀល1រៀល5រៀលមិនមែន5សេនទេ5សេន1 50000ឯងនេះធ្ងន់ជាងគេប្លន់ទៅទៀតមន់មួយក្បាលក៏ថ្លៃជាងអញ្ចឹងឯងមិនលក់ក៏បានដែរមន់ឯងចេញពីដីខ្ញុំឥឡូវនេះតែម្ដងចាខ្ញុំលក់500រៀលក៏500រៀលឲ្យគាត់បើមិនលក់ទេខាត់ដាច់ខ្យល់5ម៉ាត់យ៉ាងហោចណាស់បានជាង2000លីចាស់យកប៊ីកមកបាត់លោកសឹមខ្ញុំឲ្យលីចាស់យកក្រដាសហើយសរសេរកិច្ចសន្យាផ្ទេរសរសេរជាអក្សរខ្មៅលើក្រដាសក្រោមលោតាឡាទេមន់ស្រុកប្រហែល4000ក្បាលក្នុងតម្លៃ5ម៉ាត់ក្បាលឲ្យភីគីទីមួយឈ្មោះសំលីលីវតាឡាឡាញដែលញាប់ញ័រស្នាមរៀមដៃក្រហមលើកិច្ចសន្យាខ្ញុំមើលគាត់ដើរចេញបែកក្នុងមកបើកសៀវភៅថ្ងៃទី5កញ្ញាទិញមន់ស្រុកក្នុងតម្លៃ5ម៉ាត់ក្បាលសរុប4100ចំណាយសរុប2060បើគិតតាមការប្រោយពីមន់សាច់នេះតាមតម្លៃទីផ្សារ80យ៉នតម្លៃសរុបប្រហែល30គិតលុយរួចចាស់នឹងកម្មករខ្លះមកពាត់ជុំវិញលោកថៃលោកធ្វើអីនឹង5ម៉ាត់ក្បាលលោកទិញមន់ឈឺទាំងនេះមកធ្វើអីមន់ទាំងនេះមើលទៅគុំថាលោកដល់3ថ្ងៃទេយើងត្រូវចំណាយលុយជីក្រណ្ដាចាលោកសឹមចាយលុយនេះបោះទឹកកសូដែររបស់នេះមកក្លិនស្អុយក៏មិនរលីដែរប្រាក់ខែខ្ញុំមិនឲ្យខ្វះមួយម៉ានថ្ងៃនេះប្រឹងចាំមើលមន់ក្នុងជំរប់ឲ្យខែខ្ញុំនឹងគិតតាមថ្ងៃឲ្យអ្នកទាំងអស់គ្នានេះជាផ្លែព្រូនជូរនិងដំបែស្រូវសាលីលោកថៅកែទិញរបស់ទាំងនេះមកធ្វើអីរហូតមកដល់ពេលនេះគេមិនមែនឈឺទេគឺវាស្រេកឃ្លៀងខ្លាំងគាត់ដាក់ឆ្នាំងធំមួយយករបស់ទាំងនេះទៅស្ងោរឲ្យខ្លាយជាទឹកបន្ទាប់មកខ្ញុំយកទឹកជីវជាតិដែលត្រៀមទុករួចចាក់ចូលគោឲ្យសព្វយករបស់នេះទៅចាក់ឲ្យមន់មួយក្បាលចាក់ឲ្យមន់លោកថៅកែត្រូវចាក់ដល់ម៉ោងណាអញ្ចឹងធ្វើមួយកម្មករទូបីមានការសង្ស័យនៅតែយកធំចាប់ផ្ដើមឲ្យមន់ដែលដួលសន្លប់ចាក់ឲ្យមន់មួយក្បាលភូមិគេក៏ចេះនិយាយចាក់ដោតខ្ញុំគិតថាគាត់ខឹងលីវតាឡារហូតភ្លេចស្មារតីចង់ជួយសង្គ្រោះមន់ឲ្យរស់វិញហើយដាក់ចូលក្រៅវិញអាយ៉ាខួរក្បាលមិនសូវល្អទេមែនហើយឈឺធ្ងន់បែបនេះនៅហ៊ានទិញទៀតសប្តាហ៍ថ្ងៃនេះចរិតអាក្រក់ណាស់ថ្ងៃបន្ទាប់គ្មានអភូតហេតុកើតនៅតែទ្រុឌទ្រោមសំបីតែមន់ខ្លះទៀតក៏ទ្រាំមិនបានស្លាប់ហើយលោកលីអ្នកបន្លឺសំឡេងក៏មកស្ដាប់ថាពេលសុំខ្ញុំគាត់ធ្វើមុខមិនទេឃើញមន់ស្លាប់ដែលគេទាញសាច់រហូតតែផ្លូវលោកម្ចាស់សម្បូរជាមនុស្សល្អចេញលុយខ្លួនឯងធ្វើអំពើល្អអ្នកចេះរកស៊ីណាស់
លោកលីខាងមុខប្រែជីពណ៌ខ្ញុំមិនបានខត់ទេរបស់គាត់ថាទៅហើយគាត់នឹងគប់មន់ស្លាប់ទាំងនោះទៅគាត់ចាត់ទុកថាជាម្ហូបស្រាដែលខ្ញុំឲ្យគាត់ស្រឡះលោកលីរត់ចូលមកទាំងភ័យថាកែលោកចេញទៅមើលមន់ទាំងនោះផងមិនត្រឹមតែរស់វិញទេមើលពណ៌រោមរបស់វាល្អជាងពេលដែលលោកលើធំចិញ្ចឹមទៅមុខលោកលើធំកាន់តែអាក្រក់គាត់ខំថ្មិញជើងទាត់ដេកហើយបែកក្នុងជើងនេះខ្ញុំបើកសៀវភៅកត់ត្រាបន្តថ្ងៃទី8កញ្ញាថ្លៃឆ្នាំព្យាបាលទិញមន់ស្រុកចំនួន4 100ស្លាប់12ក្បាលនៅរស់4 110ប៉ុន្តែមិនទាន់បានជាសឹកដល់ពេលចែកលោកលីដែលចេញទៅលក់រត់មកទាំងញើសស្រក់ថៅកែមានរឿងធំហើយមេឃរំហើយនិយាយយឺតមានរឿងអីគ្មានអ្នកទិញទំនិញយើងទេគ្មានអ្នកទិញទេថ្ងៃនេះខ្ញុំក្រោកពីផ្សារធំ3កន្លែង